30 ឆ្នាំនៃជីវិតហើយខ្ញុំទើបតែបានដឹងពីគន្លឹះកំចាត់សត្វល្អិតទាំងនេះទី1បំបែកធូបមូសទៅជាផ្នែកបន្ថែមទឹកផ្កាក្រអូបមួយចំនួនបន្ទាប់មកទឹកខ្មេះពណ៌សចាក់ទឹកក្តៅចូលដាក់វានៅជ្រុងផ្សេងនៃផ្ទះរបស់អ្នកនឹងមិនមានមូសមករំខានទៀតឡើយទី2កាត់11ជាពាក់កណ្ដាលបង្វែរផ្នែកខាងលើទៅបាត់ចាក់ស្រាសខ្លះបន្ថែមទឹកខ្មេះពណ៌សខ្លះស្ករស1ស្លាបព្រាក្រឡុកឲ្យសព្វដាក់វានៅក្បែរគ្រែរបស់អ្នកនឹងមិនមានមូសទៀតឡើយទី3ចិត្តសម្បកចេកបន្ថែមស្ករ1ស្លាបព្រាច្របាច់ជាមួយសាប៊ូលាងចានខ្លះចាក់ទឹកកកឲ្យបានសព្វល្អហើយដាក់វានៅជ្រុងផ្ទះបាយសឹកកន្លាតនឹងរុយនឹងលែងមានទៀតហើយទី4ចាក់ប្រេងខ្យល់ទៅលើខ្ទឹមសរុំវាក្នុងម៉ាសមួយនេះជាកញ្ចប់ថ្នាំដេញមូសដោយសន្សំសំចៃនិងមានប្រសិទ្ធភាពទី5ប្រសិនបើអ្នកមានសត្វកណ្ដុរកុំប្រញាប់ទិញថ្នាំពុលអីរៀបចំចានមួយចាក់អង្ករខ្លះបន្ថែមទឹកឃ្មុំ1ស្លាបព្រាស្ករស1ស្លាបព្រាច្របាច់ជាមួយសាប៊ូបោកខោអាវមួយចំនួនចាក់ស្រាសខ្លះកូរឲ្យសព្វល្អចាក់ទឹកស្រាចេញខ្លះបន្ថែមប្រេងឆាកូរម្ដងទៀតដាក់វានៅជ្រុងដែលជីកុនលែងសត្វកណ្ដុរត្រូវបានគេឃើញជាញឹកញាប់វានឹងកំចាត់បានភ្លាមទី5មួយរកដបបាញ់ថ្នាំតូចមួយចាក់ទឹកក្លិនស្លឹកគ្រៃបន្ថែមទឹកខ្មេះពណ៌សបន្ថែមទឹកស្អាតបាញ់វាលើកម្រាលឥដ្ឋផ្ទះបាយធំសម្រាប់កញ្ចក់បង្អួចវានឹងកំចាត់មូសនិងសត្វល្អិតអីទៀតគ្មានសល់ឡើយទី7មូសស្លឹកម្រុំស្ងួតជាដុំអត់ទុកឲ្យវាឆេះរយៈពេល5នាទីមុនពេលចូលគេងដើម្បីបណ្ដេញសត្វល្អិតគ្មានជាតិពុលនិងគ្មានគ្រោះថ្នាក់សូម follow ខ្ញុំសម្រាប់កន្លេសមានប្រយោជន៍ច្រើនទៀត